អាជីពរបស់ចិនទៅបង្ហាញការសាកល្បងដ៏គួរឲ្យចាប់អារម្មណ៍មួយដែលឲ្យមនុស្សយើងដំណើរការជាប់គ្នារយៈពេល64ម៉ោងការសាកល្បងនេះត្រូវបានធ្វើឡើងនៅក្នុងរោងចក្រ Lontia Technology ដែលជារោងចក្រផលិតឧបករណ៍អេឡិចត្រូនិកមនុស្សយន្តចំនួន8គ្រឿងបានសហការគ្នាធ្វើការលើខ្សែចង្វាក់ផលិតកម្មបន្ទាប់ពីដំណើរការរយៈពេល64ម៉ោងមនុស្សយន្តទាំង8គ្រឿងអាចផលិត tablet បានចំនួន 17625 គ្រឿងខណៈអាជីវបតបានលើកឡើងថាមនុស្សយន្តអាចសម្រេចការងារបានត្រឹមត្រូវ 99% អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺការសាកល្បងនេះមិនបានធ្វើនៅក្នុងមន្ទីរពិសោធន៍នោះទេប៉ុន្តែធ្វើឡើងនៅលើខ្សែចង្វាក់ផលិតកម្មដែលកំពុងដំណើរការពិតប្រាកដនៅក្នុងរោងចក្រការអភិវឌ្ឍបច្ចេកវិទ្យាបែបនេះកំពុងបង្ហាញពីទិសដៅថ្មីនៃបដិវត្តន៍ឧស្សាហកម្មចំនួនទី4ដែលរួមបញ្ចូលបញ្ញាសម្បត្តិនិម្មិត Robotics និងរោងចក្រឆ្លាតវៃដើម្បីបង្កើនប្រសិទ្ធភាពនៃការផលិតសម្រាប់ព័ត៌មានបច្ចេកវិទ្យាថ្មីៗសូមតាមដាន TechWire